បាទគ្រប់ជំរាបសួរអមពូមីងបងទាំងអស់គ្នានេះជាទស្សនវិជ្ជាចំការស្ពៃជើងទានៅខាងស្រុកភ្នំព្រឹកខេត្តបាត់ដំបងបាទពីភូមិភាគពាយ័ព្យទៅបាទអមពូមីងបងឃើញនៅទីនេះជាចំការស្ពៃដ៏ធំល្វឹងល្វើយមួយបាទនៅទីនេះយើងមានក្រុមមានជាសហគមន៍ដែលដាំដុះរាប់សិបហិកតាហើយប្រភេទដំណាំដែលដាំច្រើនជាងគេនៅទីនេះគឺមានទី1ស្ពៃក្តោបបាទទី2គឺស្ពៃជើងទាបាទដូចអមពូមីងបងឃើញនៅទីនេះស្រាប់បាទប្រភេទស្ពៃជ្រក់បាទច្រើនមែនតើបាទរាប់សិបហិកតាហើយក្នុងមួយថ្ងៃចាញ់បានរាប់សិបតោនបាទអញ្ចឹងថ្ងៃនេះនាំអារម្មណ៍អមពូមីងបងបាទមកទេសនាពីការដាំដុះការថែទាំក៏ដូចជាទស្សនវិជ្ជានានានៅចំការស្ពៃនេះទាំងអស់គ្នាបាទសូមជើញជាសកម្មភាពដាក់ទឹកបាទដោយសារចំការធំអញ្ចឹងម្ដងដាក់ទឹកបានប្រមាណជាតា4ឬក៏5ជួរទេបាទ4ឬក៏5ជួរទេបាទហើយស្ពៃយើងនៅទីនេះមានប្រមូលផលជាបន្តបន្ទាប់បាទប្រមូលផលជាបន្តបន្ទាប់នៅទីនេះដោយសារការធ្វើការដាំដុះច្រើនបច្ចេកទេសក្នុងការរៀបចំរងគឺអត់មានទេបាទហើយដាំគឺព្រោះយកតែម្ដងអមពូមីងបងគាត់ធ្វើការពង្រោះយកតែម្ដងបាច់ក្របយកតែម្ដងនៅពេលដែលកូនស្ពៃអាយុបានប្រមាណជា15 20ថ្ងៃបាទហើយយើងក៏ធ្វើការសីមានន័យថាជួសបាទដករំលោះវាពីកន្លែងដែលក្រាស់ដាក់មកកន្លែងដែលស្តើងបាទមកស្ទូងនៅកន្លែងស្តើងវិញបាទពីកន្លែងក្រាស់មកស្ទូងនៅកន្លែងស្តើងវិញហើយដើរដកស្មៅជ្រុយគល់ជ្រុយអីតិចតួចបាទគឺតែប៉ុណ្្នឹងទេបាទដាំងាយហើយបានច្រើនបាទបានច្រើនអញ្ចឹងបើយើងអាឡ័យគិតពីការលើករងដាំជាជួរដាំជាអីគឺអត់កើតទេដោយសារការនៅទីនេះដូចអមពីបងឃើញស្រាប់គឺច្រើនបាទច្រើនមែនតែនច្រើនហើយច្រើនតលតែមែនតែនបាទនេះជាទស្សនវិជ្ជាពីក្រុមអ្នកដាំបន្លែបាទអមមីងបងទស្សនវិជ្ជាចំការពីសហគមន៍ដាំបន្លែមួយនៅខាងស្រុកភ្នំព្រឹកបាទស្រុកភ្នំព្រឹកនៅខាងឃុំបួបាទឃុំបួស្រុកភ្នំព្រឹកខេត្តបាត់ដំបងបាទហើយជាការជូនដំណឹងដែរអមពូមីងបងដែលមានតម្រូវការបន្លែជាពិសេសស្ពៃជើងទាស្ពៃជ្រក់ណាបាទហើយនឹងស្ពៃក្តោបបាទគឺយើងមានរាប់សិបតោនបានបាទមានរាប់សិបតោនហើយមានជាប្រចាំទៀតបាទមានជាប្រចាំទៀតបាទអញ្ចឹងក៏អធិស្ឋានដែរសម្រាប់បងមួយដែលត្រូវការបរិមាណតិចតួចបាទគឺយើងពិបាកក្នុងការកាត់ផ្ញើពិបាកក្នុងការវិចខ្ចប់ជូនប៉ុន្តែបើសិនជាអមពូមីងបងត្រូវការច្រើនតោនហើយមានមធ្យោបាយជារឿងប្រសើរបាទជារឿងប្រសើរគឺយើងមានផ្គត់ផ្គង់ជូនមានការដាំជូនដោយសារយើងមានក្រុមច្រើននៅទីនេះបាទមានក្រុមច្រើននៅទីនេះគុំធំមែនតើអមពូមីងបងបាទមួយគុំ1គីឡូជាងបាទនេះចាប់ដើមក្តោបហើយបាទក្តោបឲ្យឡើងស្រួយបាទនេះឡើងស្រួយស្រេះតែហ្មងបាទមើលគុំវាបាទធំណាស់បាទធំល្អណាស់បាទនៅទីនេះមានមន្ត្រីបច្ចេកទេសមកជួយមើលការដាំដុះមានមន្ត្រីបច្ចេកទេសមកជួយប្រឹក្សាយោបល់ជាប្រចាំបាទហើយមានខាងមន្ទីរកសិកម្មក៏ដូចជាអង្គការផ្សេងដូចជាអង្គការអបដូអង្គការអភិវឌ្ឍនិងការពារបរិស្ថានហើយនិងអង្គការសមាគមផ្សេងទៀតដែលតែងតែមកជួយគ្រប់គ្រងជួយបង្ហាត់បង្ហាញបាទពីបច្ចេកទេសកសិកម្មក៏ដូចជាចែករំលែកនៅបទពិសោធន៍ផ្សេងនៅទីនេះបាទអាជីស្រ័យហត់បន្តិចបាទដើរកាប់ចកាធំបាទហត់ច្រើនណាស់បាទច្រើនណាស់ហើយនៅខាងណោះបាទឆ្ងាយមកប្លង់ខាងណោះក៏ដាំធំដែរប៉ុន្តែដោយសារយើងមើលពីទូរស័ព្ទទៅឃើញអត់ច្រើនទេបើយើងទៅមើលជាក់ស្ដែងគឺមួយកន្លែងច្រើនហិកតាបាទមួយកន្លែងច្រើនហិកតាមែនទេបាទច្រើនហិកតាមែនទេបាទ ប
នេះដាក់ទឹកមកតង់មកវគ្គណាបងដាក់ទឹកអស់រត់អត់សពនេះមេទៅយកមេបាទយកមេនាំទឹកដាក់ពីជួរអរគុណច្រើនអំពូមីងបងខ្ញុំជូនប៉ុណ្ណឹងអរគុណច្រើនសម្រាប់ការតាមដានទស្សនាហើយបើយល់ថាវីដេអូនេះមានប្រយោជន៍បាទសូមជួយចែករំលែកផងហើយជួយចែករំលែកដល់បងដែលត្រូវការប្រភេទបន្លែពពួកស្ពៃជើងទាស្ពៃជ្រក់នេះហើយនិងស្ពៃក្តោបបរិមាណច្រើនឲ្យគាត់បានឃើញផងបាទយើងមានការផ្គត់ផ្គង់ហើយមានការដាំដុះច្រើនដូចខ្ញុំបញ្ជាក់គឺផ្គត់ផ្គង់ច្រើនតោនបាទតិចតួចយើងសូមអធិស្ឋានបងមួយដែលត្រូវការ100 200គីឡូតិចតួចគឺយើងពិបាកក្នុងការផ្គត់ផ្គង់ជូនអត់និយាយរួមអត់មានអ្នករៀបចំជូនទេតែបើបងអ៊ំពូមីងបងដែលត្រូវការច្រើនបាទគឺយើងមានផ្គត់ផ្គង់ច្រើនបាទហើយជួបគ្នានៅវីដេអូបន្តទៅទៀតដែលខ្ញុំនឹងព្យាយាមថតអំពីទិដ្ឋភាពនានាកសិដ្ឋាននានាជាពិសេសយើងនឹងចែករំលែកអំពីបច្ចេកទេសកសិកម្មនានាតែម្ដងដែលយើងផ្ដោតពិសេសទៅលើការដាំដុះតែម្ដងបាទអរគុណសម្រាប់ការតាមដានទស្សនាមានយោបល់ផ្សេងអាចសរសេរបានខាងក្រោមបាទអរគុណ